ព័ត៌មានទី3នេះគឺតាក់ទងជាមួយនឹងពាណិជ្ជកម្មរវាងថៃជាមួយនឹងសហរដ្ឋអាមេរិកបាទខ្ញុំសូមដកស្រង់សារព័ត៌មានរបស់ខាងថៃគឺបាងកកប៉ុស្តិ៍គាត់រាយការណ៍ហើយខ្ញុំសូមបកប្រែក្រៅផ្លូវការជូនប្រិមិត្តដើម្បីចង់ដឹងថាតើអ្នកជំនាញអ្នកវិភាគរបស់ថៃគាត់យល់យ៉ាងម៉េចដែរចំពោះការដែលរដ្ឋាភិបាលរបស់លោកអនុทิនហាក់ដូចជាបង្ហាញនៅអំពីភាពប្រទុសរាយជាមួយនឹងសហរដ្ឋអាមេរិកសារព័ត៌មានបាងកកប៉ុស្តិ៍ក៏បានរាយការណ៍ថាអ្នកជំនាញថៃបាននិយាយថារដ្ឋាភិបាលត្រូវតែស្វែងរកតុល្យភាពឲ្យបានល្អរវាងអត្ថប្រយោជន៍សេដ្ឋកិច្ចនិងអធិបតេយ្យភាពជាតិតាក់ទងនឹងចំនួនព្រំដែនជាមួយនឹងប្រទេសកម្ពុជាដោយសារតែចំនួននេះបានអូសបន្លាយនេះមិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់ការរំពឹងទុកសម្រាប់ការចរចាពាណិជ្ជកម្មរបស់ប្រទេសថៃជាមួយសហរដ្ឋអាមេរិកប៉ុណ្ណោះទេប៉ុន្តែវាថែមទាំងធ្វើឲ្យប៉ះពាល់ដល់ស្ថិរភាពនយោបាយក្នុងស្រុកផងដែរសហរដ្ឋអាមេរិកបានដាក់សម្ពាធលើប្រទេសថៃឲ្យបញ្ញាចិត្តឡើងវិញចំពោះបទជប់បាញ់ជាមួយនឹងប្រទេសកម្ពុជាដោយព្រមានថាការចរចាពាណិជ្ជកម្មអាចត្រូវបានផ្អាកខណៈដែលទីក្រុង Washington ព្យាយាមរក្សាកិច្ចព្រមព្រៀងជប់បាញ់ដែលសម្របសម្រួលដោយលោក Donald Trump មិនឲ្យដួលរលំរដ្ឋាភិបាលលោកអនុทิនឆាន់វីរកុលនៅតែអះអាងថាការចរចាពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកនឹងបន្តទោះបីជាមានរបាយការណ៍មុននេះថារដ្ឋបាលលោកត្រាំបានបញ្ឈប់ការចរចាដោយសារតែការផ្អាកកិច្ចព្រមព្រៀងសន្តិភាពជាមួយនឹងកម្ពុជាបន្ទាប់ពីការប៉ះទង្គិចគ្នាដោយអាវុធនៅដើមខែវិច្ឆិកានេះក៏ដោយថៃក៏ប្រើការប៉ះទង្គិចគ្នាគឺបានន័យថាកម្ពុជាក៏បាញ់ថៃថៃក៏បាញ់កម្ពុជាក៏ប៉ុន្តែខាងភាគីកម្ពុជាគឺបាននិយាយថាកម្ពុជាមិនបានបាញ់ទេគឺមានតែភាគីថៃតែម្នាក់ឯងទេបានបាញ់ណាខ្ញុំសូមបន្ថែមចំណុចខ្លីហ្នឹងលោកធីធីណានពងសុឌីរ៉ាអ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថានសន្តិសុខនិងការសិក្សាអន្តរជាតិនៃសាកលវិទ្យាល័យជូឡាឡង់កនបាននិយាយថាការលុបចោលកិច្ចព្រមព្រៀងសន្តិភាពអាចរារាំងកិច្ចព្រមព្រៀងពាណិជ្ជកម្មពីព្រោះវាតំណាងឲ្យឥទ្ធិពលរបស់សហរដ្ឋអាមេរិកនិងជាចំណុចខ្លាំងក្នុងការចរចារបស់ប្រទេសថៃលោកបានប្រាប់កាសែតបាងកកប៉ុស្តិ៍ថាវាមិនមែនជារឿងគួរឲ្យភ្ញាក់ផ្អើលទេប្រសិនបើរដ្ឋបាលលោកត្រាំផ្អាកការចរចាពាណិជ្ជកម្មរវាងថៃនិងសហរដ្ឋអាមេរិកនៅដំណាក់កាលចុងក្រោយកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះត្រូវបានផ្អែកលើបទជបាញ់មុនថ្ងៃទី1ខែសីហាបន្ទាប់ពីចំនួនយោធារយៈពេល5ថ្ងៃលោកត្រូវចងចាំថាលោកត្រាំបានដាក់មហិច្ឆតាចង់បានរង្វាន់ Nobel សន្តិភាពនិងភាពជឿជាក់នៃការកសាងសន្តិភាពរបស់លោកលើបទជបាញ់ជាច្រើនប្រសិនបើកិច្ចព្រមព្រៀងសន្តិភាពបរាជ័យហើយធ្វើឲ្យលោកត្រាំមើលទៅដូចជាមនុស្សអាក្រក់នោះលោកទំនងជានឹងមិនឈរស្ងៀមនៅមើលហើយមិនធ្វើអ្វីទាំងអស់នោះទេលោកធីធីណានបានមានប្រសាសន៍ថាប្រតិកម្មអវិជ្ជមានអាចជាប្រយោលដែលមកពីតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកឬក្រសួងពាណិជ្ជកម្មដើម្បីជៀសវាងការធ្វើឲ្យទំនាក់ទំនងថៃអាមេរិកកាន់តែតានតឹងនៅកម្រិតខ្ពស់បំផុតជាលទ្ធផលប្រទេសថៃត្រូវថ្លឹងថ្លែងដោយប្រុងប្រយ័ត្ននៅផលប្រយោជន៍ភូមិសាស្ត្រនយោបាយនិងសេដ្ឋកិច្ចរបស់ខ្លួនខណៈដែលសហរដ្ឋអាមេរិកនៅតែជាទីផ្សារនាំចេញធំបំផុតរបស់ខ្លួនលោកធីទីណានបានមានប្រសាសន៍ថាប្រសិនបើរដ្ឋាភិបាលថៃឆ្លើយតបទៅនឹងប្រទេសកម្ពុជាបន្ទាប់ពីការញុះញង់របស់ភាគីកម្ពុជានោះរដ្ឋាភិបាលថៃត្រូវតែមានតាក់ទិចប្រទេសថៃត្រូវតែបង្ក្រាបការញុះញង់របស់កម្ពុជាដោយមិនបង្ហាញខ្លួនជាអ្នកឈ្លានពានតាមរយៈការរួបរวมគ្នានៃសម្យុទ្ធនយោបាយនិងពាណិជ្ជកម្មដោយការឆ្លើយតបរបស់យោធាជាជំរើសចុងក្រោយជាឧទាហរណ៍លោកបាននិយាយថាប្រទេសថៃអាចដាក់ទណ្ឌកម្មសេដ្ឋកិច្ចដូចជាការបិទច្រកព្រំដែននិងការធានាដល់កម្មករកម្ពុជានិងការធានាដល់ពលករកម្ពុជានៅប្រទេសថៃថាពួកគេមានសុវត្ថិភាពនិងសុខស្រួលបួលនោះទេខណៈដែលរដ្ឋាភិបាលនៅភ្នំពេញមិនមានការងារឬជីវភាពរស់នៅសមស្របសម្រាប់ពួកគេនៅពេលវិលត្រឡប់ទៅប្រទេសវិញឡើយលើពីនេះប្រទេសថៃអាចអញ្ជើញអ្នកនយោបាយប្រឆាំងនឹងប្រទេសកម្ពុជាដែលនិរទេសខ្លួនមកថ្លែងសន្ទរកថានៅទីក្រុងបាងកកលោកធីទីណានបានមានប្រសាសន៍បន្ថែមទៀតថាការប៉ុនប៉ងស្វែងរកទីផ្សារថ្មីដើម្បីជំនួសសហរដ្ឋអាមេរិកគឺជាការមើលឃើញមិនវែងឆ្ងាយ
នឹងមិនត្រឹមត្រូវទេពីព្រោះការធ្វើដូច្នេះត្រូវការពេលវេលាបើគ្មានទីផ្សារសហរដ្ឋអាមេរិកទេសេដ្ឋកិច្ចថៃនឹងរងផលប៉ះពាល់អ្នកធ្វើគោលនយោបាយត្រូវគិតគូរអំពីរឿងនេះខណៈពេលដែលពួកគេកំពុងពិចារណាអំពីអ្វីដែលត្រូវធ្វើជាមួយនឹងប្រទេសកម្ពុជានេះគឺខាងភាគីថៃណាគេអ្នកនិយាយអញ្ចឹងគឺគាត់ឲ្យយោបល់ជារឿងខាងឲ្យយោបល់ពីអ្នកជំនាញរបស់ថៃទេថាត្រូវអញ្ជើញអ្នកនយោបាយប្រឆាំងនឹងកម្ពុជាដែលធ្វើនយោបាយប្រឆាំងនឹងកម្ពុជានឹងឲ្យចូលមកប្រទេសថៃដើម្បីថ្លែងសន្និកថានិយាយយ៉ាងម៉េចដើម្បីវិប្រហារដ្ឋាភិបាលកម្ពុជាបន្ថែមទៀតនេះគឺជាការស្នើឡើងរបស់អ្នកជំនាញនយោបាយរបស់ជំនាញនយោបាយនិងការបរទេសរបស់ថៃដោយឡែកលោកកាសែមព្រុនថាណាម៉ាឡាប្រធានផ្នែកស្រាវជ្រាវនៅវិទ្យាស្ថាន CGS International បាននិយាយថាការប្រយុទ្ធគ្នាឡើងវិញរវាងប្រទេសថៃនិងកម្ពុជាមិនមែនជារឿងល្អសម្រាប់សេដ្ឋកិច្ចឬទីផ្សារភាគហ៊ុននោះទេលោកបានមានប្រសាសន៍ថាវានៅតែត្រូវការរងចាំមើលថាតើស្ថានភាពនឹងទៅជាយ៉ាងណាតាមទស្សនៈរបស់យើងវាអាចបង្កើនភាពមិនប្រកបប្រជាផ្នែកនយោបាយនៅក្នុងប្រទេសថៃខណៈដែលរដ្ឋាភិបាលត្រូវរកតុល្យភាពដ៏ល្អរវាងអត្ថប្រយោជន៍សេដ្ឋកិច្ចនិងអធិបតេយ្យភាពជាតិទោះបីជាការនាំចេញរបស់ថៃទៅកាន់ប្រទេសកម្ពុជាមានតិចជាង 3% នៃការនាំចេញសរុបក្នុងរយៈពេល 9 ខែដំបូងឆ្នាំ 2025 ក៏ដោយប្រទេសកម្ពុជាហើយនៅប្រទេសថៃគឺថៃទទួលបានអតិរេកពាណិជ្ជកម្មចំនួន $5.6 លានសហរដ្ឋអាមេរិកដែលជាអតិរេកធំបំផុតទី3ក្នុងអំឡុងពេលនោះអតិរេកពាណិជ្ជកម្មអតិរេកគឺបានន័យថាការធ្វើពាណិជ្ជកម្មច្រើនជាងណាអតិរេកពាណិជ្ជកម្មរបស់ប្រទេសថៃជាមួយកម្ពុជាបានធ្លាក់មកត្រឹម0កណ្ដាសញ្ញា$2.0 លាននៅក្នុងត្រីមាសទី3ដោយសារតែចំនួនធ្ងន់ធ្ងរកើនឡើងពី0កណ្ដាសញ្ញា$8,000 លាននិង2កណ្ដាសញ្ញា$6,000 លានក្នុងត្រីមាសទី1និងត្រីមាសទី2និងពី0កណ្ដាសញ្ញា$9,000 លានកាលពី1ឆ្នាំមុននេះបើយោងតាមទិន្នន័យរបស់ធនាគារជាតិនៃប្រទេសថៃបាទនេះគឺជាសេចក្តីរាយការណ៍របស់ខាងបាងកកប៉ុស្តិ៍ហើយក្នុងពេលជាមួយគ្នានេះដែរខ្ញុំសូមបន្ថែមចំណុចមួយទៀតដែលជាការបង្ហាញរបស់លោក Casey Bennett ដែលជាប្រធានសភាពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកប្រចាំនៅក្នុងប្រទេសកម្ពុជាហើយលោកបាននិយាយតាក់ទងជាមួយនឹងបញ្ហាពន្ធគយគឺមិនមែនតាក់ទងជាមួយនឹងអត្ថបទដែលខ្ញុំបានបង្ហាញជូនអំបញ្ញមិញទេគឺតាក់ទងជាមួយនឹងពន្ធគយដែលតុលាការកំពូលសហរដ្ឋអាមេរិកនឹងសម្រេចនៅពេលឆាប់ខាងមុខនេះហើយលោក Casey បានផ្ដល់អនុសាសន៍មួយចំនួនហើយខ្ញុំសូមដកស្រង់ចំណុចអនុសាសន៍ទី3ដែលពាក់ព័ន្ធជាមួយនឹងពន្ធគយហើយស្តៀងគ្នានឹងរឿងដែលប្រទេសថៃបានលើកឡើងនេះបាទអញ្ចឹងសូមភ្ជាប់រឿងនឹងជាមួយគ្នាដើម្បីឲ្យប្រិយមិត្តបានយល់ណានៅក្នុងពេលជាមួយគ្នានោះដែរគឺលោក Casey Bennett ប្រធានសភាពាណិជ្ជកម្មសហរដ្ឋអាមេរិកនៅកម្ពុជាបានបញ្ជាក់ថាកម្ពុជាអាចនឹងជួបប្រទះនឹងការកាត់បន្ថយពន្ធគយបរិការរបស់សហរដ្ឋអាមេរិកបន្ថែមទៀតពីចំនួនអត្រាបច្ចុប្បន្ន 19% កម្ពុជានិងម៉ាឡេស៊ីគឺជាប្រទេសដំបូងនិងតែមួយគត់នៅលើពិភពលោកដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចុងក្រោយស្តីពីពាណិជ្ជកម្មទៅវិញទៅមកជាមួយនឹងសហរដ្ឋអាមេរិកប្រទេសដទៃទៀតមានតែក្របខ័ណ្ឌពាណិជ្ជកម្មទៅវិញទៅមកដែលមិនមានជាប់កាតព្វកិច្ចនោះទេកម្ពុជាបានផ្ដល់សម្បទានយ៉ាងច្រើនដល់សហរដ្ឋអាមេរិករួមទាំងការមិនគិតពន្ធលើទំនិញទាំងអស់របស់សហរដ្ឋអាមេរិកនិងការលុបបំបាត់តម្រូវការអាជ្ញាប័ណ្ណផលិតផលជាលទ្ធផលសហរដ្ឋអាមេរិកអាចនឹងមិនអនុវត្តមាត្រា338ដើម្បីដោះស្រាយការរើសអើងនោះទេដើម្បីជៀសវាងពន្ធតាមមាត្រា338កម្ពុជាគួរតែធ្វើការលើកលែងអាជ្ញាប័ណ្ណសម្រាប់ឧបករណ៍ ICT បច្ចេកវិទ្យាណាបាទខាងកសិកម្មឧបករណ៍វិទ្យាសាស្ត្រនិងឧបករណ៍ឱសថដែលផលិតនៅអាមេរិកជាផ្លូវការដោយសារតែមេធាវីរបស់លោកត្រាំបានស្នើសុំឲ្យតុលាការពន្លឿនការសម្រេចចិត្តរបស់ខ្លួនកម្ពុជាគួរតែធ្វើសកម្មភាពឲ្យបានឆាប់រហ័សបាទនេះគឺជាអ្វីដែលលោក Casey បានថ្លែងពាក់ព័ន្ធជាមួយនឹងពន្ធបដិការរបស់
សហរដ្ឋអាមេរិកជាមួយនឹងកម្ពុជាអញ្ចឹងបើតាមជំហររបស់លោក KC គឺបានន័យថាបើសិនជាកម្ពុជាអាចនឹងអនុវត្តតាមអ្វីដែលប្រព្រឹត្តគ្នាគឺមានចំណុចដែលលោកបានលើកមិញហ្នឹងគឺខាងឱសថខាងកសិកម្មខាងបច្ចេកវិទ្យាកុំព្យូទ័រហ្នឹងគឺអាចនឹងសហរដ្ឋអាមេរិកនឹងគិតគូរបន្ធូរបន្ថយពន្ធបន្ថែមទៀតផងដែរនេះតាមមតិរបស់លោកណាបាទហើយកម្ពុជាបានព្រមព្រៀងច្រើនដូច្នេះបើតាមលោក KC គឺការចរចាពាណិជ្ជកម្មជាមួយនឹងសហរដ្ឋអាមេរិកមានចំណុចឯកភាពគ្នាច្រើនដែលល្អបាទអញ្ចឹងជារឿងមួយច្រើនដែរហើយលោក KC គាត់ធ្លាប់បានជួយបាទគាត់បានជួយកម្ពុជានឹងច្រើនមែនតើហើយម្សិលមិញប្រិមិត្តបានឃើញប្រតិកម្មរបស់គាត់ហើយបាទមិនមែនជារឿងលេងសើចទេណាដែលគាត់មានប្រតិកម្មបែបនេះបាទគាត់ដឹងកិច្ចការអញ្ចឹងគាត់អាចនឹងមានប្រសាសន៍ប្រាប់ទៅខាងភាគីសហរដ្ឋអាមេរិកឲ្យបន្តទៀតបាទអញ្ចឹងណាបាទអញ្ចឹងខ្ញុំសូមចែករំលែកប៉ុណ្ណឹងពាក់ព័ន្ធជាមួយនឹងពាណិជ្ជកម្មរវាងកម្ពុជាជាមួយនឹងសហរដ្ឋអាមេរិកហើយថៃជាមួយនឹងសហរដ្ឋអាមេរិក